អាមេរិកវាយរងឥតឈប់ឈរគណៈលោកត្រាំបោះពាក្យគម្រាមថែមទៀតសហរដ្ឋអាមេរិកនៅតែវាយប្រហាររងឥតឈប់ដោយវាយហើយវាយទៀតឈានចូលថ្ងៃទី5ខណៈពេលនេះលោកប្រធានាធិបតីដូណាល់ត្រាំថែមទាំងបោះពាក្យគម្រាមទៀតថារងគួរតែធ្វើខ្លួនឲ្យបានត្រឹមត្រូវជាងនេះបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក CENTCOM នៅតែអះអាងការវាយប្រហាររបស់ខ្លួនគឺដើម្បីសងសឹកដែលរងវាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz ដោយអាមេរិកនឹងបំផ្លាញសមត្ថភាពរបស់ទីក្រុងតេហឺរ៉ង់លែងឲ្យធ្វើរឿងបែបនោះបានទៀតតាមការផ្សាយរបស់ BBC នៅថ្ងៃប្រហ័សទី16ខែកក្កដាឆ្នាំ2026នេះ CENTCOM នៅតែបន្តកំណត់គោលដៅលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈមបូព៌ាក្នុងទីក្រុង Abadan ទីក្រុង Mazahar ក៏ដូចជាកោះ Qasem កោះ Kis និងកោះ Abu Musa ផងដែរទន្ទឹមនឹងការវាយប្រហារនោះលោកត្រាំបានប្រាប់អ្នកសារព័ត៌មានថារងគួរតែធ្វើខ្លួនឲ្យបានត្រឹមត្រូវជាងនេះលោកបញ្ចូលចិត្តដាក់អសានវត្តទេហើយទីក្រុងតេហឺរ៉ង់ក៏ដឹងច្បាស់ដែរអំពីរឿងនេះដែរកើតឡើងបន្ទាប់ពីរងប្រកាសថាមានជនស៊ីវិលជាង30នាក់ស្លាប់ក្នុងការវាយប្រហារនារយៈពេលប្រមាណថ្ងៃមកនេះខណៈជាង260នាក់ទៀតរបួសទូទាំងប្រទេសមិនត្រឹមប៉ុណ្ណឹងលោកត្រាំបានប្រមានចំថាបើទីក្រុងតេហឺរ៉ង់មិនព្រមវិលត្រឡប់មកកាន់តុចរចានោះទេក្រុងវ៉ាស៊ីនតោននឹងចាប់ផ្ដើមកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ហើយរួមមានរោងចក្រអគ្គិសនីនិងស្ពាននានាចាប់ពីសប្តាហ៍ក្រោយតទៅតាមការអាងរបស់លោកត្រាំលោកកំពុងប្រើប្រាស់អំណាចយោធាជាមធ្យោបាយតែមួយគត់ដើម្បីបង្ខំឲ្យរងព្រមចរចាដោយលើកឡើងថាយើងកំពុងវាយប្រហារពួកគេយ៉ាងចាស់ដៃនៅយប់នេះនឹងយប់បន្តបន្ទាប់ទៀតហើយសប្តាហ៍ក្រោយវានឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ពួកគេព្រោះយើងនឹងកំទេចរោងចក្រអគ្គិសនីនិងស្ពានទាំងអស់របស់ពួកគេទោះយ៉ាងណាថ្មីត្បិតលោកធ្លាប់មានគំនិតចង់ទារថ្លៃសេវាសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយប៉ុន្តែឥឡូវនេះលោកបានប្តូរចិត្តវិញដោយចង់ឲ្យច្រកយុទ្ធសាស្ត្រនេះនៅតែជាផ្លូវដឹកជញ្ជូនសេរីសម្រាប់ពិភពលោកដដែលយោងតាមអត្ថបទចេញផ្សាយដោយវិទ្យាស្ថានសង្គ្រាមសម័យទំនើបនៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point បានឲ្យដឹងថាមូលហេតុធំដែលកងទ័ពអាមេរិកនិយមជ្រើសរើសពេលវេលាយប់ដើម្បីបើកប្រតិបត្តិការវាយប្រហារតាមអាកាសលើអឺរ៉ង់គឺដោយសារតែឧត្តមភាពបច្ចេកវិទ្យាយោធាដ៏ល្អអស្ចារ្យរបស់ខ្លួនទ័ពអាកាសនិងកងកម្លាំងពិសេសអាមេរិកត្រូវបានបំពាក់ដោយឧបករណ៍មើលក្នុងទីងងឹតនិងប្រព័ន្ធស្កេនកម្ដៅកម្រិតខ្ពស់បំផុតម្យ៉ាងនៅពេលយប់អាកាសធាតុត្រជាក់ជាងនៅពេលថ្ងៃធ្វើឲ្យប្រព័ន្ធចាប់កម្ដៅរបស់អាមេរិកអាចមើលឃើញគោលដៅយោធាដូចជាម៉ាស៊ីនរត់ក្រោះរ៉ាដាបាញ់មីស៊ីលឬមនុស្សបានយ៉ាងច្បាស់ពីចម្ងាយព្រោះវត្ថុទាំងនោះបញ្ចេញកម្ដៅខុសប្លែកពីមជ្ឈដ្ឋានជុំវិញលើពីនេះប្រព័ន្ធការពារអាកាសនិងទាហានជើងគោកអឺរ៉ង់ភាគច្រើនត្រូវការចំណាំគោលដៅដោយភ្នែកទទេឬឧបករណ៍អុបទិកធម្មតាការវាយប្រហារពេលយប់ធ្វើឲ្យសត្រូវពិបាកមើលឃើញយន្តហោះចម្បាំងជាពិសេសយន្តហោះបំបាំងកាយដូចជា B2 ឬ F35 ដែលអាមេរិកតែងតែប្រើប្រាស់វាកាត់បន្ថយឱកាសដែលអឺរ៉ង់អាចប្រើប្រាស់មីស៊ីលស្មា Manpads ដើម្បីបាញ់ទម្លាក់យន្តហោះអាមេរិកព្រោះពួកគេមិនអាចមើលឃើញយន្តហោះដោយភ្នែកទទេនៅពេលយប់បាននោះទេមិនត្រឹមតែប៉ុណ្ណោះយប់ជ្រៅជាពេលវេលាដែលមនុស្សទៅនិងកងទ័ពភាគច្រើនកំពុងសម្រេចធ្វើឲ្យការឆ្លើយតបយុទ្ធសាស្ត្រមានភាពយឺតយ៉ាវនិងមិនទាន់សភាពកែយោងតាមគោលការណ៍យោធាការវាយប្រហារនៅពេលយប់បានបង្កើតសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបង្កជាភាពភ័យខ្លាចភាពច្របូកច្របល់នឹងធ្វើឲ្យស្ត្រីបាត់បង់ការគ្រប់គ្រងស្មារតីអ្វីដែលកាន់តែសំខាន់បើតាមការផ្សាយរបស់ TRT World ការវាយប្រហារនៅពេលយប់គឺកាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិលនៅពេលយប់ទីតាំងយោធាឃ្លាំងអាវុធឬមជ្ឈមណ្ឌលបញ្ជាការមិនសូវមានវត្តមានជនស៊ីវិលឬបុគ្គលិករដ្ឋបាលធម្មតានៅឡើយនេះទេដូច្នេះការវាយប្រហារចំពេលនេះជួយកាត់បន្ថយផលប៉ះពាល់ដល់ជីវិតមនុស្សស្លូតត្រង់ដែលជាយុទ្ធសាស្ត្រនយោបាយនិងច្បាប់សង្គ្រាមអន្តរជាតិដើម្បីជៀសវាងការរិះគន់ពីសហគមន៍អន្តរជាតិ